រុស្ស៊ីវាយប្រហារអ៊ុយក្រែនធ្វើឲ្យដាច់ភ្លើងអគ្គិសនីប៉ះពាល់អ្នកប្រើប្រាស់ជាង 1 លាននាក់រុស្ស៊ីវាយប្រហារអ៊ុយក្រែនមួយប្រើកាលពីយប់ថ្ងៃទី 7 ខែមករាធ្វើឲ្យប្រជាជនជាង 1 លាននាក់ដាច់ភ្លើងអគ្គិសនីនៅតំបន់ Dnipropetrovsk សូម្បីតែឧបករណ៍សម្រាប់បង្កើតកម្ដៅឬទឹកក្តៅក៏គ្មានប្រើប្រាស់ដែរខណៈដែលពេលនេះជារដូវរងានេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីអ៊ុយក្រែនមួយរូបដែលសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម0 អង្សាសេមិនខុសពីរដូវរងាមុននោះទេរុស្ស៊ីឲ្យតែដល់ខែនេះគឺសម្រុកវាយប្រហារទៅលើរោងចក្រអគ្គិសនីឬហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលដូច្នេះធ្វើឲ្យអ៊ុយក្រែនគ្មានប្រព័ន្ធកម្ដៅខ្លួនរដ្ឋាភិបាលទីក្រុងគីវនិងក្រុមសម្ព័ន្ធមិត្តចាត់ទុកថានេះជាយុទ្ធសាស្ត្រដោយចេតនារបស់រុស្ស៊ីដើម្បីបង្កការលំបាកដល់ទីបំផុតទៅលើប្រជាជនអ៊ុយក្រែនការវាយប្រហារទ្រង់ទ្រាយធំដោយដ្រូនយប់ថ្ងៃទី 7 ខែមករានោះក៏ធ្វើឲ្យដាច់ភ្លើងនៅតំបន់សាប៉ូរីស៊ីលផងដែរនិងធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានភ្លើងអគ្គិសនីឬប្រព័ន្ធកម្ដៅខ្លួនទេរដ្ឋមន្ត្រីអ៊ុយក្រែនសរសេររៀបរាប់នៅលើបណ្ដាញសង្គមថាដំណើរការជួសជុលនៅ Dnipropetrovsk នៅតែមិនទាន់ចប់សពគ្រប់នៅឡើយទេដើម្បីរៀបចំប្រព័ន្ធផ្គត់ផ្គង់កម្ដៅនិងទឹកស្អាតឡើងវិញសម្រាប់អ្នកប្រើប្រាស់ជាង 1 លាននាក់ទ័ពអាកាសអ៊ុយក្រែនឲ្យដឹងថារុស្ស៊ីបញ្ជូនដ្រូន97 គ្រឿងទៅវាយប្រហារប៉ុន្តែខ្លួនអាចបាញ់ទម្លាក់បាន70 គ្រឿងនៅសល់27 គ្រឿងទៀតអាចវាយប្រហារគោលដៅមួយចំនួនប្រមុខយោធាអ៊ុយក្រែនប្រចាំតំបន់ Dnipropetrovsk ថ្លែងថាការវាយប្រហារនោះធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធលោកបង្ហោះសារនៅលើ Telegram ថាស្ថានភាពនៅពេលនេះពោពេញដោយភាពលំបាកប៉ុន្តែនៅពេលមានសន្តិសុខគ្រប់គ្រាន់បុគ្គលិកផ្នែកជួសជុលបណ្ដាញថាមពលនឹងចាប់ផ្ដើមការងារតភ្ជាប់ឡើងវិញនៅតំបន់សាប៉ូរីស៊ីលទីតាំងសំខាន់ដែលធ្លាប់តែដាច់ភ្លើងបានតភ្ជាប់ឡើងវិញអស់ហើយប៉ុន្តែប្រជាជនភាគច្រើននៅមិនទាន់មានភ្លើងប្រើប្រាស់ដដែលនេះបើយោងតាមអភិបាលនៃតំបន់នេះជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីអ៊ុយក្រែនវិបកវិញទៅលើដេប៉ូស្តុកប្រេងឆៅនិងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីដើម្បីកាត់ផ្តាច់សមត្ថភាពនាំចេញថាមពលរបស់រុស្ស៊ីនិងធ្វើឲ្យរុស្ស៊ីខ្វះខាតឥន្ធនៈប្រើប្រាស់ក្នុងស្រុកនេះបើយោងតាមការផ្សាយរបស់ Channel News Asia និងប្រភពដទៃទៀត